សួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូចែករំលែកចឹងខ្ញុំនឹងធ្វើការចែករំលែកនៅបទពិសោធន៍មួយចំនួនបងប្អូនបាទតកតងជាមួយនឹងការថែទាំត្រីក្រឹមអញ្ចឹងរបៀបនៃការថែទាំត្រីក្រឹមនេះការខ្ញុំចិញ្ចឹមដំបូងគឺខ្ញុំអត់ដឹងទេបាទហើយខ្ញុំធ្វើការចិញ្ចឹមដំបូងនៅពេលដែលខ្ញុំអត់ដឹងហ្នឹងគឺត្រីរបស់ខ្ញុំងាប់ច្រើនបងប្អូនបាទអញ្ចឹងពេលខ្លះមួយព្រឹកអន់ខ្លួន3គ្រាប់5គ្រាប់បាទញាត់កតុយស្អិតកតុយឡើងផ្សិតបាទខ្លះឈឺភ្នែកខ្លះហើមសកាអីជាដើមអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកជូនបងប្អូនដោយ free តែម្ដងអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងបាទរបៀបថែទាំបាទត្រីក្រឹមអញ្ចឹងថាតើយើងគួរថែទាំយ៉ាងម៉េចបាទយើងគួរថែទាំយ៉ាងម៉េចតាក់ទងជាមួយនឹងការថែទាំត្រីក្រឹមនេះបងប្អូនអ្វីដែលបងប្អូនត្រូវគិតដំបូងគឺតាក់ទងមួយទឹករបស់វាព្រោះអីត្រីក្រឹមរស់បានដោយសារទឹកអញ្ចឹងកាលណាទឹកវាអត់ស្អាតវាអត់ល្អវាក្រិចបាទយើងខានដូរទឹកយូរវាអត់វាកកអញ្ចឹងចាំបាច់បងប្អូនត្រូវតែដូរជាបន្ទាន់អ្នកទាំងអស់គ្នាបាទបងប្អូនចាំបាច់គឺត្រូវតែដូរជាបន្ទាន់តាក់ទងជាមួយនឹងការដូរទឹកនេះបងប្អូនត្រូវលាងកែវវាស្អាតបាទបន្ទាប់មកទៀតបងប្អូនត្រូវជ្រើសរើសទឹកដែលបងប្អូនប្រើខ្ញុំប្រើនេះប្រភេទទឹកស្អាតតែបញ្ជាក់ជូនបងប្អូនត្រង់ចំណុចហ្នឹងទឹកស្អាតនេះមិនមែនបើកពីកាយ៉ូមកដាក់ចូលភ្លាមទេបាទអត់ទេបាទអត់អញ្ចឹងទេទឹកស្អាតនេះគឺខ្ញុំបាទធ្វើការស្តុកទុកនៅក្នុងអាងណាធ្វើការស្តុកទុកនៅក្នុងអាងហ្នឹងយ៉ាងហោចណាស់ក៏មួយថ្ងៃដែរបាទយ៉ាងហោចណាស់តែបើសិនជាបងប្អូនស្តុកទុកចាប់ពី2ថ្ងៃឡើងគឺល្អ2ថ្ងៃ3ថ្ងៃឡើងគឺល្អហើយបាទចំពោះបងប្អូនដែលប្រើប្រាស់ទឹកស្អាតទឹកមួយទៀតប្រភេទទឹកដងបងប្អូននៅតាមជនបទស្រុកស្រែចំការដូចខ្ញុំអីហ្នឹងបាទអាចប្រើទឹកដងពីមុនគឺខ្ញុំប្រើប្រាស់ទឹកអណ្ដូងបងប្អូនតែអណ្ដូងខ្ញុំជំរឿ15ម៉ែត្រទេហើយវាអត់ប្រៃទេបាទវាស្ទើរតែដូចទឹកស្រះបាទវាស្ទើរតែដូចទឹកស្រះអញ្ចឹងខ្ញុំធ្វើការបង្កាត់ត្រីក៏ប្រើទឹកអណ្ដូងធ្វើការដូរទឹកត្រីក៏ប្រើទឹកអណ្ដូងបាទធ្វើការផ្សេងទៀតក៏ខ្ញុំប្រើប្រាស់ទឹកអណ្ដូងបាទអញ្ចឹងបងប្អូនអាចប្រើទឹកស្អាតទឹកអណ្ដូងឬក៏បងប្អូនអាចប្រើជាប្រភេទទឹកភ្លៀងតែបញ្ជាក់ជូនបងប្អូនគួរប្រើទឹកភ្លៀងប្រភេទទឹកភ្លៀងចាស់បាទបងប្អូនគួរប្រើប្រភេទទឹកភ្លៀងចាស់យើងអត់ប្រើជាប្រភេទទឹកភ្លៀងថ្មីទេបាទដោយសារទឹកភ្លៀងថ្មីវាមានបាទជាតិអាស៊ីតអញ្ចឹងយើងមិនប្រើបានទេយើងប្រើប្រភេទទឹកភ្លៀងចាស់បាទបងប្អូនអញ្ចឹងការប្រើប្រាស់ទឹកគឺខ្ញុំសង្ខេបប៉ុណ្ណឹងតែទៅទឹក3ចំណុចដែលបងប្អូនអាចយកមកប្រើបានបាទទឹក3ប្រភេទដែលបងប្អូនអាចមកប្រើបានអញ្ចឹងទឹកនេះសួរថាបងប្អូនដឹងតែដាក់ទឹកចូលក្នុងកែវហើយដាក់ត្រីឬក៏យ៉ាងម៉េចបាទចឹងវីដេអូនេះខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនដៃថ្មីបាទចាំត្រីថ្មីហ្នឹងអាចអត់ដឹងដូចខ្ញុំពីមុនខ្ញុំពីមុនអត់ដឹងណាបាទពីមុនអត់ដឹងដូចតែគ្នាទេតែក៏ចេះថាស្រាវជ្រាវតាម YouTube ផងបាទក៏ដូចជាសាកសួរបងប្អូនដែលគាត់ចិញ្ចឹមយូរហើយណាគាត់ចិត្តអបចែករំលែកបាទប្រាប់មួយម៉ាត់ពីរម៉ាត់ចឹងទៅអញ្ចឹងទឹកនេះបងប្អូនទាំងអស់គ្នាមិនមែនយើងដាក់ទឹកនៅសុកអញ្ចឹងទេគឺបងប្អូនបន្ទាប់ពីដាក់ទឹកហើយបាទបងប្អូនបន្ទាប់ពីដាក់ទឹកនេះដាក់ទឹកអញ្ចឹងហើយណាអញ្ចឹងបងប្អូនត្រូវប្រើប្រាស់ប្រភេទអំបិលគ្រុះនេះកែវដូចខ្ញុំនេះអញ្ចឹងក្នុងមួយកែវខ្ញុំដាក់យ៉ាងហោចបំផុត10គ្រាប់បាទបងប្អូនដាក់15គ្រាប់ក៏អត់បញ្ហាដែរកុំភ័យថាត្រីវាងាប់អត់ងាប់ទេបងប្អូនបាទជាពិសេសខែត្រជាក់នេះបាទជាពិសេសខែត្រជាក់នេះបងប្អូនចាំបាច់ត្រូវប្រើអំបិលយ៉ាងហោចណាបាទមួយកែវ15គ្រាប់តែកែវដូចខ្ញុំអញ្ចឹងលាងទឹកឲ្យស្អាតបងប្អូនដាក់ទឹកមកដាក់អំបិល15គ្រាប់អីមកបាទដោយសារអីខែត្រជាក់ប្រភេទបាក់តេរីគឺវាកកើតលឿនបាទខែត្រជាក់គឺប្រភេទបាក់តេរីគឺវាកកើតលឿនអញ្ចឹងបងប្អូនចាំបាច់ត្រូវដាក់អំបិលណាបងប្អូនចាំបាច់ត្រូវដាក់អំបិល15គ្រាប់ទៅបាទនៅក្នុងកែវមួយបន្ទាប់ពីបងប្អូនដាក់អំបិលហើយបងប្អូនត្រូវធ្វើមកទៀតបាទបងប្អូនបើមានប្រភេទរុក្ខជាតិអីរុក្ខជាតិក្នុងទឹកណាចាំបងប្អូនអាចបន្ថែមមកនេះបងប្អូនអាចមានជាដើមរាសីដើមរាសីក៏បងប្អូនអាចដាក់បានដើមរាសីយើងដាក់យូរល្អណាបងប្អូនវាដុះរឹសមកស្មេងដុះរឹសមកស្អាតដល់ពេលយើងដាំដាក់ក្នុងនឹងយូរបន្តិចគឺស្អាតចេញមករឹសដូចនៅក្នុងទំពាំងនៅក្នុងទឹកដូចដើមកោងកាងអញ្ចឹងណាបងប្អូនបាទដូចដើមកោងកាងអញ្ចឹងរឹសវាច្រើនឬក៏បងប្អូនអាចមានជាប្រភេទស្មៅទឹកក៏បានឬក៏ប្រភេទរុក្ខជាតិទឹកផ្សេងទៀតបងប្អូនបន្ថែមមកតែកុំដាក់ប្រភេទរុក្ខជាតិទឹកណាដែលឆាប់រលួយបាទប្រភេទឆាប់រលួយអីកុំអីបងប្អូនបាទកុំដាក់ព្រោះយើងដាក់ហើយយើងពិបាកថាដកចេញដដែលអញ្ចឹងយើងមិនដាក់ទេបាទកុំដាក់បាទអញ្ចឹងបងប្អូនលាងកែវឲ្យស្អាតបងប្អូនដាក់ទឹកចូលបងប្អូនដាក់អំបិលចូលមានប្រភេទរុក្ខជាតិទឹកបងប្អូនដាក់ចូលមកបាទនេះប៉ុណ្ណឹងស្អាតដែរបងប្អូននេះថ្លាស្អាតណាប៉ុណ្ណឹងអីគឺអែមតែម្ដងបងប្អូនទាំងអស់គ្នាបាទប៉ុណ្ណឹងអីស្អាតហ្នឹងហើយអញ្ចឹងបន្ទាប់ពីហ្នឹងមានអីទៀតទេបងប្អូនបាទមានអីទៀតទេបងប្អូនឲ្យតែលាងកែវស្អាតមកយើងដាក់ទឹកដាក់អំបិលបាទមានរុក្ខជាតិអីយើងដាក់មក
ហើយ subscribe នេះបងប្អូនអាចដាក់ម្ដុំនេះខ្ញុំក៏បានឬក៏បងប្អូនដាក់ទឹកកន្លះធុងមួយធុងអីទៅបងប្អូនយក subscribe 4 10ស្លាប5 10ស្លាបបងប្អូនហែកហើយបងប្អូនដាក់ចូលក្នុងធុងហ្នឹងទៅបងប្អូនមានជា motor ខ្យល់បងប្អូនដាក់ទៅបើកវាចោលថ្ងៃ2ថ្ងៃឲ្យវាអស់ក្លិនអីទៅបាទទឹកហ្នឹងវាស្អាតឬក៏បងប្អូនត្រាំយូរហើយបងប្អូនចាំយកទឹកហ្នឹងយកមកប្រើក៏បានដែរបើយើងយកទឹកហ្នឹងយកមកប្រើអាហ្នឹងវាអត់មានកតិចតែបើបងប្អូនដាក់នេះដាក់ស្លាកអញ្ចឹងយូរថ្ងៃបន្តិចអាហ្នឹងវារលួយវាបែកទៅវាមានកតិចបាទវីដេអូនេះខ្ញុំចែករំលែកបទពិសោធន៍គឺមានប៉ុណ្ណឹងហើយអរគុណសម្រាប់បងប្អូនដែលតាមដានស្ដាប់ការចែករំលែករបស់ខ្ញុំជាមកដល់នាទីនេះបាទដល់នាទីនេះគឺអរគុណមែនតើអញ្ចឹងពេលខ្លះយើងស្ដាប់មួយផ្លែតយើងស្ដាប់បានតែមួយខណៈឬស្ដាប់បានតែបន្តិចលក្ខណៈថាអត់បានទាំងអស់ហើយបងប្អូនចាំថ្ងៃក្រោយថ្មីអីបងប្អូនព្យាយាមស្ដាប់នៃការចែករំលែករបស់គេនេះតិចរាល់ថ្ងៃអញ្ចឹងទៅបាទឬស្ដាប់បានរឿយៗយើងស្ដាប់ច្រើនយើងចេះច្រើនយើងយល់ច្រើនអញ្ចឹងវីដេអូតាក់ទងជាមួយនឹងការថែទាំត្រីគឺមានប៉ុណ្ណឹង